វាជាអ្នកចាក់កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសនៅក្នុងតំបន់ដែលរងគ្រោះដោយមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិរួមមានទឹកជំនន់គ្រោះរាំងស្ងួតខ្យល់ព្យុះខ្យល់កន្ត្រាក់រន្ទះបាញ់ឡាដោយផ្អែកលើការវិភាគពីកម្រិតហានិភ័យគ្រោះមហន្តរាយនៅកម្ពុជាបានបង្ហាញថាក្នុងចំណោមមុខសញ្ញាគ្រោះថ្នាក់និងគ្រោះមហន្តរាយដែលបានកើតឡើងទឹកជំនន់គឺមានកម្រិតហានិភ័យខ្ពស់ជាងគេក្នុងខែតុលាឆ្នាំ2020ប្រទេសកម្ពុជាទទួលរងនៅចំនួនទឹកភ្លៀងដែលធ្វើឲ្យប៉ះពាល់ដល់19រាជធានីខេត្តក្រុងប្រជាជនកម្ពុជាប្រមាណ 78,050 គ្រួសារស្មើនឹងប្រមាណ 312,220 នាក់ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជាផ្លូវថ្នល់ប្រព័ន្ធធារាសាស្ត្រសាលារៀនមន្ទីរពេទ្យរោងចក្រទេសចរណ៍បានទទួលរងនូវផលប៉ះពាល់ពីចំនួនទឹកភ្លៀងដ៏ធំនាឆ្នាំ2020នេះហើយនៅក្នុងតំបន់ទីក្រុងភ្នំពេញមួយផ្នែកធំទៀតជាពិសេសខណ្ឌចំនួន4រួមមានខណ្ឌដង្កោខណ្ឌពោធិ៍សែនជ័យខណ្ឌកំពូលនិងខណ្ឌច្បារអំពៅត្រូវទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររាជរដ្ឋាភិបាលកម្ពុជាព្រមទាំងអាជ្ញាធរពាក់ព័ន្ធបានខិតខំប្រឹងប្រែងនិងបានចុះទៅដល់មូលដ្ឋានជាក់ស្ដែងដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះឆ្លើយតបនឹងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរពីគ្រោះមហន្តរាយទឹកជំនន់នេះរដ្ឋបាលរាជធានីភ្នំពេញបានចាប់ដៃគូយុទ្ធសាស្ត្រជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF និងមូលនិធិ Bill and Melinda Gates ដើម្បីអនុវត្តគម្រោងការត្រៀមបង្ការចំពោះស្ថានភាពបន្ទាន់ដំណាក់កាលទី1បន្ទាប់ពីអនុវត្តដំណាក់កាលទី1ដែលទទួលបានផ្លែផ្កាតាមការស្នើសុំរបស់ម្ចាស់ផ្ដល់ជំនួយរដ្ឋបាលរាជធានីភ្នំពេញបានស្នើទៅកាន់ភាគីដៃគូដើម្បីគាំទ្រសកម្មភាពគម្រោងជំហានបន្ទាប់ដំណាក់កាលទី2ដើម្បីបន្តនិរន្តរភាពនៃសមិទ្ធផលដែលបានអនុវត្តកន្លងមកនៅក្នុងដំណាក់កាលទី2រដ្ឋបាលរាជធានីភ្នំពេញបានដាក់ទិសដៅអនុវត្តគម្រោងការត្រៀមបំរុងឆ្លើយតបគ្រោះអាសន្ននៅទីក្រុងក្នុងគោលបំណងពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋានក្នុងការត្រៀមបង្ការនិងឆ្លើយតបគ្រោះអាសន្នគម្រោងនេះមានរយៈពេល9ខែដោយគិតចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំ2024និងមានថវិកាសរុបចំនួន$60,000ដែលជាជំនួយឥតសំណងដែលទទួលបានពីសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF និងមូលនិធិ Bill and Melinda Gates ដើម្បីសម្រេចបាននូវគោលបំណងខាងលើក្រុមការងារបានអនុវត្តសកម្មភាពរួមមានទី1បានធ្វើបច្ចុប្បន្នភាពសៀវភៅផែនការត្រៀមបំរុងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយសម្រាប់ខណ្ឌកំពូលខណ្ឌដង្កោនិងខណ្ឌពោធិ៍សែនជ័យដែលជាផែនទីបង្ហាញផ្លូវក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយនៅតំបន់ដែលងាយរងគ្រោះទី2បានផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញស្ដីពីការត្រៀមបំរុងឆ្លើយតបគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាននៅក្នុងអំឡុងពេលទឹកជំនន់ចំនួន3លើកដល់អាជ្ញាធរមូលដ្ឋានដើម្បីពង្រឹងសមត្ថភាពរបស់អាជ្ញាធរមូលដ្ឋានក្នុងការត្រៀមបង្ការនិងឆ្លើយតបគ្រោះអាសន្នទី3បានអនុវត្តលំហាត់សមយុទ្ធស្ដីពីការឆ្លើយតបនឹងគ្រោះមហន្តរាយគ្រោះទឹកជំនន់ចំនួន1លើកនៅខណ្ឌកំពូលជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងភាគីពាក់ព័ន្ធក្នុងគោលបំណងធ្វើតេស្តសាកល្បងទៅលើយន្តការទួលនីតិនិងការទទួលខុសត្រូវរបស់អ្នកសង្គ្រោះដើម្បីឲ្យការរុករកសង្គ្រោះប្រព្រឹត្តទៅដោយប្រសិទ្ធភាពនិងទាន់ពេលវេលាទី4បានប្រគល់ជូនសម្ភារៈត្រៀមបំរុងឆ្លើយតបដល់អាជ្ញាធរមូលដ្ឋានសម្រាប់ការឆ្លើយតបគ្រោះអាសន្នភ្លាមៗរួមមានកុំព្យូទ័រអាយគោមនិងអាវពោងសុវត្ថិភាពទី5បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីប្រព័ន្ធប្រកាសឲ្យដឹងមុន1294ដែលជាប្រព័ន្ធទូរស័ព្ទចល័តសម្រាប់ប្រកាសឲ្យដឹងមុនពីគ្រោះអាសន្នដល់សាធារណជនតាមរយៈការផ្ញើសារជាសំឡេងឲ្យដឹងពីស្ថានភាពគ្រោះទឹកជំនន់ព្រមទាំងបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីប្រព័ន្ធ PRISM ដែលជាប្រព័ន្ធមួយប្រមូលផ្ដុំទិន្នន័យទាន់ហេតុការណ៍ស្ដីពីមុខសញ្ញាគ្រោះថ្នាក់ដែលបង្ហាញដោយទិន្នន័យផ្កាយរណបទី6
ដោយបានទទួលគោលការណ៍ពីអាដាមអភិបាលរាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំ រួមមានដៃគូអភិវឌ្ឍន៍អង្គការសង្គមស៊ីវិលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអាជ្ញាធរមូលដ្ឋានកងប្រដាប់អាវុធ ក្រុមការដឹកនាំរបស់ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ ចំនួន3លើកក្នុងគោលបំណងបែងចែកភារកិច្ចនិងការទទួលខុសត្រូវក្នុងការឆ្លើយតបគ្រោះអាសន្ននិងត្រៀមគ្រឿងបរិក្ខារមូលដ្ឋានធនធានមនុស្សសម្រាប់ជំនួយគ្រោះមហន្តរាយដើម្បីចូលរួមនៅក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនិងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញការផ្ដោតលើគ្រោះទឹកជំនន់ជាបញ្ហាចម្បងដែលកម្ពុជាត្រូវតែបន្តដោះស្រាយសូមអរគុណសម្រាប់ការចូលរួមរបស់លោកអ្នក